កម្ពុជានិងចិនឯកភាពកំណត់យកឆ្នាំ2025ជាឆ្នាំទេសចរកម្ពុជាចិននិងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយកាលពីរាត្រីថ្ងៃទី17ខែមេសាឆ្នាំ2025អំពីលទ្ធផលនៃដំណើរការទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាបានឲ្យដឹងថាចំពោះការផ្លាស់ប្តូរប្រជាជននិងវប្បធម៌ភាគីចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀតនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីបង្កើនការងារសហគ្រិនភាពហើយភាគីទាំងពីរបានឯកភាពកំណត់យកឆ្នាំ2025ជាឆ្នាំទេសចរកម្ពុជាចិននិងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរបន្ថែមពីលើនេះភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍវិថីទេសចរលើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរនិងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរហើយភាគីទាំងពីរនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្សនិងស្ដារព្រះបរមរាជវាំងបុរាណនៅអង្គរក៏ដូចជាប្រាសាទព្រះវិហារនិងបេតិកភណ្ឌវប្បធម៌ដទៃទៀតជាមួយគ្នានេះភាគីទាំងពីរនឹងបង្កើនយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្ដូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការយុវជននិងសហព័ន្ធយុវជននៃប្រទេសទាំងពីរនិងធ្វើឲ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាលនិងទីក្រុងសម្ព័ន្ធមេត្រីភាពក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជាចិន